ជំរាបសួរក្មួយៗទាំងអស់ចំពោះបដិច្ចសមាធម៌យើងរៀនទៅសន្សំព្រោះថាមានក្មួយលោកមិនទាន់យល់ពាក្យដូច្នេះសង្ខារទាំងឡាយកើតមានព្រោះមានវិជាជាបច្ច័យយើងត្រូវយល់ពាក្យសង្ខារហើយនឹងអវិជ្ជាគឺជាចិត្តមួយដែលជារបស់អកុសលចេតសិក14បើយើងរាប់ចិត្តទៅជាចិត្ត12ត្រង់កន្លែងហ្នឹងយើងអាចតទៅទៀតដើម្បីលម្អិតមែនទែនយើងអាចទៅរៀនចិត្តទាំង12ឲ្យច្បាស់កាលណាយើងច្បាស់ហើយយើងអាចយល់នេះយល់កន្លែងនេះគឺអវិជ្ជាយ៉ាងដូចម្ដេចអវិជ្ជាបានដល់ធម៌មោហៈចេតសិកដែលមិនដឹងក្នុងធម៌ប្រការគឺមិនដឹងក្នុងអរិយសច្ចៈ4មិនដឹងខណ្ឌជាអតីតមួយមិនដឹងខណ្ឌជាអនាគតមួយមិនដឹងខណ្ឌទាំងអតីតនិងអនាគតនិងមិនដឹងបដិច្ចសមាធិមួយព្រោះអវិជ្ជាគឺជាកិលេសគឺជាការមិនដឹងនោះឯងទើបជាបច្ច័យឲ្យកើតសង្ខារឲ្យតាក់តែងឡើងបានដល់បញ្ញភិសង្ខារអបញ្ញភិសង្ខារនិងអានិច្ចនភិសង្ខារហើយយល់អវិជ្ជាគឺជាអកុសលចិត្ត12ដូចបានរៀបរាប់មកនេះគឺចិត្តដែលនៅខាងលើនេះគឺជាអវិជ្ជាចិត្តខាងលើនេះជាអវិជ្ជាមិនដឹងនៅអរិយសច្ចៈ4គឺទុក្ខសច្ចៈ1សមុទយសច្ចៈ1និរោធសច្ចៈ1មគ្គទុក្ខសច្ចៈ1ទុក្ខអរិយសច្ចៈតើដូចម្ដេចពីយល់ណាតែទុក្ខនឹងយ៉ាងដូចម្ដេចជាតិកំណើតដែលកើតជាដំបូងគឺទុក្ខជារាគឺសេចក្តីចាស់ក្រំគ្រាគឺជាទុក្ខមរណៈគឺជាសេចក្តីស្លាប់គឺជាទុក្ខសោកៈសេចក្តីស្ដាយស្រណោះបរិទេវៈគឺសេចក្តីខឹកខ្ជិលទុក្ខៈគឺសេចក្តីលំបាកកាយទុំនោះគឺសេចក្តីអអន់ចិត្តតូចចិត្តឧបាយសៈគឺសេចក្តីចង្អៀតចង្អល់ចិត្តគឺសុទ្ធតែជាទុក្ខអបាយសហេសម្បយុគៈគឺដំណើរជួបប្រសពនឹងសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់គឺជាទុក្ខគឺសេចក្តីប្រត់ប្រាស់ចាកសត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ក៏ជាទុក្ខយៈមិឆាំងណាលភតិតមិគឺបុគ្គលការចង់បាននៅរបស់ណាមិនបានឯការមិនបានរបស់នោះគឺជាទុក្ខដោយសេចក្តីបំព្រួញឧបាទនខណ្ឌ5មានរូបខណ្ឌជាដើមជាទុក្ខទុក្ខអរិយសច្ចៈជាកំណើតនឹងគឺជាទុក្ខជារាគឺជាទុក្ខក្រំគ្រាចាស់ហ្នឹងឈឺចាស់ហ្នឹងគឺជាទុក្ខស្ដីឈឺកាយឈឺអ្វីហ្នឹងគឺជាទុក្ខអអន់ចិត្តគឺជាទុក្ខចង្អៀតចង្អល់ចិត្តគឺជាទុក្ខការដែលយើងជួបនឹងរបស់ឬក៏វត្ថុឬក៏អ្នកដែលយើងមិនចូលចិត្តគឺជាទុក្ខ
កាលណាយើងប្រត់ប្រាស់មិននឹងយើងបានជួបរបស់ដែលយើងមិនស្រឡាញ់គឺជាទុក្ខចំណែកឯប្រត់ប្រាស់វិញបើយើងជួបនឹងរបស់ដែលយើងស្រឡាញ់គឺជាទុក្ខដូច្នេះទុក្ខមានច្រើននេះហេតុដែលនាំឲ្យកើតទុក្ខសមុទយសច្ចៈមនាវិខុទាំងឡាយចុះដូចនេះទៅហៅថាទុក្ខសមុទយសច្ចៈហេតុណាហេតុដែលនាំកើតទុក្ខតណ្ហាណាជាធម្មជាតិនាំឲ្យសត្វឲ្យកើតទៀតប្រកបដោយដំណេកអ៊ីរាយជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាលនៅក្នុងភពនោះឬក្នុងអារម្មណ៍នោះតណ្ហានោះគឺអ្វីខ្លះគឺកាមតណ្ហាសេចក្តីប្រាថ្នាក្នុងកាមគុណកាមតណ្ហានោះវាមាន5ណារាប់ហ្នឹងវិភវៈតណ្ហាសេចក្តីប្រាថ្នានៅក្នុងភពសូន្យអានឹងគឺកន្លែងហ្នឹងគឺថាកន្លែងធ្វើឈានណាខាងរូបព្រំហ្នឹងគឺធ្វើឈានដើម្បីឲ្យបានទៅដល់ឋានព្រះព្រំអរូបតាមន័យក្នុងអត្ថកថានិងនៃការថាដំរេកប្រកបដោយឧច្ឆេទិដ្ឋិគឺយល់ថាសត្វស្លាប់ទៅសូន្យហៅថាវិភវៈតណ្ហាតែក្លាប់ហើយសូន្យគឺអត់មានកើតវិញនឹងជាមច្ឆាទិដ្ឋិមួយដែរវិភវៈតណ្ហានឹងដូចនេះសមុទ្រដែលហេតុដែលនាំនោះគឺមកពីតណ្ហានៅក្នុងកាមតណ្ហាគឺសេចក្តីប្រាថ្នាក្នុងកាមគុណ5ហ្នឹងក៏មកមានតណ្ហាភវៈតណ្ហាគឺតណ្ហាដើម្បីឲ្យក្នុងភពជារូបភពហើយនឹងដំរេកនៅក្នុងរូបភពនិងអរូបភពដែលប្រកបដោយសសតតិដ្ឋិហ្នឹងបានស្ដីថាមនុស្សមានព្រលឹងចាប់ចិត្តពីមួយទៅមួយសត្វទៀងលោកទីចង្កាត់ឡើងពុះសេចក្តីប្រាថ្នាចំពោះភពចំណែកឯវិភវៈតណ្ហាហ្នឹងប្រាថ្នាភាពសូន្យដូច្នេះហើយបានជាសត្វលោកយើងហ្នឹងមានអ្នកដែលកាមតណ្ហាហ្នឹងកើតចាប់កំណើតបច្ចុប្បន្នបដិសន្ធិពីឋានទេវតារហូតដល់ឋាននរកនឹងកម្មចំណែកឯរូបភពគឺជាឈ្មោះថាភវៈតណ្ហាគឺតណ្ហានៅក្នុងភពដែលមានរូបគឺការប្រាថ្នានៅក្នុងភពដែលមានរូបហើយនឹងវិភវៈតណ្ហាគឺជាតណ្ហាដែលនៅក្នុងភពអត់រូបដូច្នេះមានកាមភពរូបភពអរូបភពភព3នេះឯងមួយនៅក្នុងកាមគុណប្រាថ្នាក្នុងកាមគុណទាំង5 2ប្រាថ្នានៅក្នុងភព3គឺប្រាថ្នានៅក្នុងអរូបភពនឹងគឺជាហេតុឲ្យមានទុក្ខនិរោធសច្ចៈនិតិកន្លែងហ្នឹងទុក្ខហរិយសច្ចៈ4ហ្នឹងហេតុអីបានជាមានរិយសច្ចៈ4បងលោកបរិយាយអំពីទុក្ខក្រោយមកបរិយាយអំពីហេតុដែលនាំកើតទុក្ខឥឡូវនេះ
បរិយាអំពីការរំលត់ទុក្ខមនេះវិខុទាំងឡាយចុះដូចម្នេះហៅថាទុក្ខនិរោធអរិយសច្ចៈការអស់ទៅនឹងការរត់ទៅដោយមិនមានសេសសល់ការលះបង់ការលាស់ចោលការចំរុះចោលការមិនមានอะไรចំពោះតណ្ហានោះឯងហៅថាទុក្ខនិរោធអរិយសច្ចៈនេះវិខុទាំងឡាយចុះតណ្ហានោះឯងកាលបើបុគ្គលលះបង់តើលះបង់ក្នុងទីណាកាលដែលរលត់ទៅតើរលត់ទៅក្នុងទីណាអារម្មណ៍ណាក្នុងលោកដែលមានភាពគួរស្រឡាញ់មានសភាពគួរឲ្យត្រេកអរតណ្ហានោះកាលបើបុគ្គលលះបង់តែងតែលះបង់ក្នុងអារម្មណ៍នោះកាលដែលរលត់ទៅតែងរលត់នៅក្នុងអារម្មណ៍នោះចុះអារម្មណ៍អ្វីក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកត្រអកចក្ខុក្នុងលោកដែលមានភាពគួរស្រឡាញ់មានសភាពគួរត្រេកអរតណ្ហានោះកាលដែលបុគ្គលលះបង់គឺលះបង់នៅក្នុងចក្ខុនោះកាលបើរត់ទៅគឺរត់ទៅក្នុងចក្ខុនោះសោតៈក្នុងលោកខៀនក្នុងលោកជីវហាក្នុងលោកកាយក្នុងលោកមโนក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកអរតណ្ហានោះកាលដែលបុគ្គលលះបង់គឺលះបង់ក្នុងនោះកាលដែលរលត់ទៅក៏រលត់ទៅក្នុងមโนនោះប្រមាណថាបើសិនជាកើតតាមចក្ខុត្រូវលះបង់តាមចក្ខុមិនអាចលះបង់តាមជាបានទេព្រោះចក្ខុសំឡេងចំនិយាយចឹងឯងសតវិញ្ញាណក្នុងលោកខេតវិញ្ញាណក្នុងលោកជីវហាក្នុងលោកកាយវិញ្ញាណក្នុងលោកមโนវិញ្ញាណក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកត្រអាយតណ្ហានោះការដែលបុគ្គលលះបង់គឺលះបង់នៅក្នុងមโนវិញ្ញាណនោះការដែលរលត់ទៅក៏រលត់ទៅក្នុងមโนវិញ្ញាណនោះចក្ខុសម្ផស្សក្នុងលោកសោតៈសម្ផស្សក្នុងលោកខៀនសម្ផស្សក្នុងលោកជីវហាសម្ផស្សក្នុងលោកកាយសម្ផស្សក្នុងលោករលត់មโนសម្ផស្សក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកត្រអាលតណ្ហានោះកាលដែលបុគ្គលលះបង់គឺលះបង់ក្នុងមโนសម្ផស្សនោះកាលដែលរលត់ទៅគឺរលត់នៅក្នុងមโนសម្ផស្សនោះវេទនាកើតអំពីចក្ខុសម្ផស្សក្នុងលោកវេទនាកើតអំពីសោតៈសម្ផស្សក្នុងលោកវេទនាកើតអំពីខៀនសម្ផស្សក្នុងលោកវេទនាកើតអំពីជីវហាសម្ផស្សក្នុងលោកវេទនាកើតអំពីកាយសម្ផស្សក្នុងលោកវេទនាកើតអំពីមโนសម្ផស្សក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកត្រអាលតណ្ហានោះកាលដែលបុគ្គលលះបង់គឺលះបង់ក្នុងមโนសម្ផស្សនោះកាលដែលរលត់ទៅគឺរលត់ទៅក្នុងមโนសម្ផស្សនោះសេចក្តីសម្គាល់នៅអារម្មណ៍ក្នុងលោកសេចក្តីសម្គាល់នៅសទ្ធារម្មណ៍ក្នុងលោកសេចក្តីសម្គាល់នៅគុណធារម្មណ៍ក្នុងលោកក្តីសម្គាល់នៅរក្សាអារម្មណ៍ក្នុងលោកសេចក្តីសម្គាល់នៅផតតាភិរម្មណ៍ក្នុងលោកសេចក្តីសម្គាល់នៅធម្មារម្មណ៍ក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកត្រអាលតណ្ហានោះកាលដែលបុគ្គលលះបង់ហើយមានសេចក្តីសម្គាល់នៅធម្មារម្មណ៍នោះកាលដែលរលត់ទៅក៏រលត់ក្នុងសេចក្តីសម្គាល់នៅធម្មារម្មណ៍នោះការគិតសន្សំនៅរូបអារម្មណ៍ក្នុងលោកការគិតសន្សំនៅសព្វារម្មណ៍ក្នុងលោកការគិតសន្សំនៅគុណធារម្មណ៍ក្នុងលោកការគិតសន្សំនៅរក្សាអារម្មណ៍ក្នុងលោកការគិតសម្គាល់នៅផោតពៈអារម្មណ៍ក្នុងលោកការគិតសម្គាល់នៅធម្មារម្មណ៍ក្នុងលោកដែលមានសភាពគួរឲ្យស្រឡាញ់មានសភាពគួរឲ្យត្រេកត្រអាលតណ្ហានោះការដែលបុគ្គលលះបង់គឺលះបង់នៅក្នុងការសន្សំនៅធម្មារម្មណ៍នោះកាលដែលរលត់ទៅគឺរលត់នៅក្នុងការសន្សំនៅធម្មារម្មណ៍នោះ
សេចក្តីប្រាថ្នានៅរូបអារម្មណ៍ក្នុងលោកសេចក្តីប្រាថ្នានៅសត្វអារម្មណ៍ក្នុងលោកសេចក្តីប្រាថ្នានៅផុតពៈក្នុងលោកសេចក្តីប្រាថ្នានៅធម្មអារម្មណ៍ក្នុងលោកដែលមានសភាពគួរឲ្យស្រឡាញ់មានសភាពគួរឲ្យត្រេកអរតណ្ហានោះដែលបុគ្គលលះបង់គឺលះបង់ក្នុងសេចក្តីប្រាថ្នានៅធម្មអារម្មណ៍នោះកាលដែលរត់ទៅគឺរលត់នៅក្នុងសេចក្តីប្រាថ្នានៅធម្មអារម្មណ៍នោះសេចក្តីទ្រីរិះនៅរូបអារម្មណ៍ក្នុងលោកសេចក្តីទ្រីរិះនៅសទ្ធាអារម្មណ៍ក្នុងលោកសេចក្តីទ្រីរិះនៅគុណធាអារម្មណ៍ក្នុងលោកមានសេចក្តីទ្រីរិះនៅសោភអារម្មណ៍ក្នុងលោកសេចក្តីទ្រីរិះនៅផោតភៈអារម្មណ៍ក្នុងលោកសេចក្តីទ្រីរិះនៅធម្មអារម្មណ៍ក្នុងលោកដែលមានសភាពគួរឲ្យស្រឡាញ់មានសភាពគួរទៅត្រអាលតណ្ហានោះកាលដែលបុគ្គលលះបង់គឺលះបង់ក្នុងសេចក្តីទ្រីរិះនៅធម្មអារម្មណ៍នោះកាលដែលរត់ទៅគឺរលត់នៅក្នុងសេចក្តីទ្រីរិះនៅធម្មអារម្មណ៍នោះការពិចារណានៅគុណធាអារម្មណ៍ក្នុងលោកការពិចារណានៅរក្សាអារម្មណ៍ក្នុងលោកការពិចារណានៅផុតភៈអារម្មណ៍ក្នុងលោកការពិចារណានៅធម្មអារម្មណ៍ក្នុងលោកដែលមានសភាពគួរស្រឡាញ់មានសភាពគួរត្រេកត្រអាលតណ្ហានោះកាលដែលបុគ្គលលះបង់គឺលះបង់ក្នុងការពិចារណានៅធម្មអារម្មណ៍នោះកាលដែលរលត់ទៅគឺរលត់នៅក្នុងការពិចារណានៅធាធម្មអារម្មណ៍នោះមានវិខុទាំងឡាយនេះតថាគតហៅថាទុក្ខនិរោធអរិយសច្ចៈមិនទុក្ខនិរោធសច្ចៈកន្លែងណាឲ្យតែស្រឡាញ់គឺត្រូវលះចោលហើយលះកន្លែងណាដែលកើតលះកន្លែងហ្នឹងគឺថាយើងឃើញយើងលះការឃើញនៅនឹងភ្នែកហ្នឹងមិននៅកន្លែងណាទេ137មនាលភិក្ខុទាំងឡាយនេះដូចនេះហៅថាទុក្ខនិរោធគាមនីបដិបទាអរិយសច្ចៈអរិយមគ្គដែលប្រកបដោយអង្គ8ប្រការនេះឯងហៅថាទុក្ខនិរោធគាមនីបដិបទាអរិយសច្ចៈអរិយមគ្គដែលប្រកបដោយអង្គ8ការតើដូចម្នេះគឺសមាទិដ្ឋិសេចក្តីយល់ឃើញត្រូវ1សមាអាជីវៈការចិញ្ចឹមជីវិតត្រូវ1សមាវិជ្ជាការព្យាយាមត្រូវ1សមាសតិសេចក្តីនឹករលឹកត្រូវ1សមាធិការតម្កល់ចិត្តត្រូវ1មេភិក្ខុទាំងឡាយចុះដូចនេះហៅថាសមាទិដ្ឋិមេភិក្ខុទាំងឡាយប្រាជ្ញាដឹងច្បាស់នៅកងទុក្ខប្រាថ្នាដឹងច្បាស់នៅធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខប្រាជ្ញាដឹងច្បាស់នៅធម៌ដែលជាទីរលត់ទៅនៃទុក្ខប្រាជ្ញាដឹងច្បាស់នៅបដិបទាទៅកាន់ធម៌ជាទីរំលត់នៃទុក្ខណាមនាលភិក្ខុទាំងឡាយនេះចតាគតហៅថាសមាទិដ្ឋិមនាលភិក្ខុទាំងឡាយចុះដូចនេះហៅថាសមាសង្កប្បៈសេចក្តីទ្រីរិះដើម្បីចិញ្ចាកាមសេចក្តីទ្រីរិះដើម្បីកាមមិនព្យាបាទសេចក្តីទ្រីរិះដើម្បីជៀសវាងមិនបៀតបៀនមនាលភិក្ខុទាំងឡាយនេះតទៅតថាគតហៅថាសមាសង្កប្បៈមនាលភិក្ខុទាំងឡាយចុះដូចនេះហៅថាសមាវិជ្ជាចេតនាវិជ្ជាកិរិយានិយាយពាក្យមិនពិតមួយចេតនាវាចាសម្ដីញុះញង់សោកសៀតមួយចេតនាវាចាត្រគោះត្របោកមួយចេតនាវាចាសម្ដីញុះញង់
សោកសៀតមួយចេតនាវាចាសម្ដីត្រពោះបោះបោកមួយចេតនាវាចាការពោលពាក្យរយរាយឥតប្រយោជន៍មួយមនាភិក្ខុទាំងឡាយនេះតថាគតហៅថាសម្មាវាចាភិក្ខុទាំងឡាយឥឡូវចុះដូចម្ដេចហៅថាសម្មាកម្មន្តៈចេតនាដែលវាចាកិរិយាញ៉ាំងឲ្យសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងមួយចេតនាវិចាកិរិយាកាន់យករបស់ដែលគេមិនឲ្យមួយចេតនាវិចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយមួយមានវិខុទាំងឡាយនេះតថាគតហៅថាសមាកម្មន្តៈមានវិខុទាំងឡាយចុះដូចម្ដេចហៅថាសមាជីវៈមានវិខុទាំងឡាយអរិយសាវកក្នុងសាសនានេះមិនលះបង់នៅការចិញ្ចឹមជីវិតខុសហើយរស់នៅដោយសារចិញ្ចឹមជីវិតត្រូវមនាលវិខុទាំងឡាយនេះតថាគតហៅថាសមាជីវៈមនាលវិខុទាំងឡាយចុះដូចម្ដេចហៅថាសមាវិជ្ជមៈភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះញ៉ាំងឆន្ទៈឲ្យកើតប្រឹងប្រែងប្រារព្ធនៅការព្យាយាមក្នុងផ្លូវព្យាយាមគោនៅចិត្តទុកទាំងព្យាយាមមកដើម្បីញ៉ាំងធម៌ទាំងឡាយជាអកុសលដ៏រិមួកដែលមិនទាន់កើតឡើងមិនឲ្យកើតឡើងបានញ៉ាំងឆន្ទៈឲ្យកើតប្រឹងប្រែងប្រារព្ធការព្យាយាមគោនៅចិត្តទុកតាំងព្យាយាមមមដើម្បីលះបង់នៅធម៌ទាំងឡាយជាអកុសលដ៏រិមួកដែលកើតឡើងហើយញ៉ាំងឆន្ទៈឲ្យកើតប្រឹងប្រែងឡើងដើម្បីឲ្យកើតឡើងបានញ៉ាំងឆន្ទៈឲ្យកើតប្រឹងប្រែងប្រារព្ធនៅការព្យាយាមគោនៅចិត្តទុកតាំងព្យាយាមមកដើម្បីញ៉ាំងធម៌ទាំងឡាយជាកុសលដែលកើតឡើងហើយឲ្យថិតថេរមិនឲ្យវិនិច្ឆ័យឲ្យចម្រើនទូលំទូលាយពេញបរិបូរណ៍ក្រៃលែងមនាលភិក្ខុទាំងឡាយនេះតថាគតហៅថាសមាវិជ្ជមៈមនាលភិក្ខុទាំងឡាយចុះដូចម្ដេចហៅថាសមាសតិមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រក្តីគ្រប់អិរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកំតិចដុតនៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់នៃអវិជ្ជានិងទោមនស្សក្នុងលោកពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយដោយប្រក្តីគ្រប់អិរិយាបថទាំង4មានការព្យាយាមជាគ្រឿងដុតកម្ដៅនៅកិលេសជាអ្នកមានស្មារតីកំណត់សម្គាល់នៅអភិជ្ជានិងទំនុកក្នុងលោកមនាលភិក្ខុទាំងឡាយនេះយថាគតហៅថាសមាសតិមនាលភិក្ខុទាំងឡាយចុះដូចម្ដេចហៅថាសមាសមាធិមនាលភិក្ខុទាំងឡាយភិក្ខុក្នុងលោកនេះស្ងប់ស្ដាប់ចក្រកម្មទាំងឡាយស្ងប់ស្ងាត់ចធម៌ទាំងឡាយជាអកុសលក៏ចូលទៅបឋមឈានដែលប្រកបដោយវិតកៈនិងវិចារៈមានបិតិនិងសុខៈវិតកៈនិងវិចារៈហើយក៏ចូលទៅកាន់ទុតិយឈានដែលកើតមានក្នុងសន្តានជាទីពរផង់មានសភាពចិត្តខ្ពស់ឯកគ្មានវិតកៈគ្មានវិចារៈមានតែបិតិនិងសុខៈដែលកើតអំពីសមាធិបេចូលទៅកាន់តតិយឈានសម្រាប់សម្រានទៅដោយអិរិយាបថទាំង4ចូលទៅកាន់ចតុឈានមានសតិ
ដឹងបរិសុទ្ធដោយឧបេក្ខាផលអត់ទុកអត់ទុកឥតសោកព្រោះលះបង់នៅសេចក្តីសុខផងព្រោះលះបង់នៅសេចក្តីទុក្ខផងព្រោះលះបង់ទៅនៃសោមនស្សនិងទោមនស្សអំពីមុនផងគឺសម្រាប់សម្រាននៅពេលដែលអិរិយាបថ4មនាលភិក្ខុទាំងឡាយនេះតថាគតហៅថាសមាសមាធិភិក្ខុទាំងឡាយនេះតថាគតហៅថាទុក្ខនិរោធគាមនីបដិបត្តិអរិយសច្ចៈភិក្ខុពិចារណាឃើញនិធម៌ក្នុងធម៌ទាំងឡាយខាងក្នុងជាប្រក្តីគ្រប់អិរិយាបថទាំង4ផងពិចារណានៅធម៌ក្នុងធម៌ទាំងឡាយខាងក្រៅជាប្រក្តីគ្រប់អិរិយាបថទាំង4ផងពិចារណាឃើញធម៌ដែលសូន្យទៅដែលទាំងឡាយមិនមែនគ្រាន់តែជាកំណត់ដើម្បីឲ្យចម្រើនបញ្ញាដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះភិក្ខុមានចិត្តមិនអាស្រ័យដោយតណ្ហានិងទិដ្ឋិផងមិនក្រៀមមិនប្រគៀកប្រកាន់អ្វីតិចតួចក្នុងលោកផងមានភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយជាអិរិយសច្ចៈទាំង4ជាប្រក្តីគ្រប់អិរិយាបថទាំង4យ៉ាងនេះឯងនឹងកន្លែងហ្នឹងគឺជាអាចធ្វើបច្ចនាបប្រតិបត្តិធម៌បានណាទុកមាន2យ៉ាងទុកសាមញ្ញបានដល់ការកើតចាស់ឈឺស្លាប់របស់សត្វទាំងឡាយក្នុងលោកដែលប្រព្រឹត្តទៅតាមធម្មតាមិនមានអ្នកណាជៀសវាងបាន2ទុកពិសេសបានដល់សេចក្តីទុកដែលកើតឡើងដោយអាស្រ័យជាសនៈ5យ៉ាងគឺញាតជាសនៈការវិនិច្ឆ័យញាតភោគជាសនៈការវិនិច្ឆ័យទ្រព្យសម្បត្តិរោគជាសនៈការវិនិច្ឆ័យព្រោះមានរោគសិលជាសនៈការវិនិច្ឆ័យព្រោះសិលទើបជាសនៈការវិនិច្ឆ័យព្រោះមានមច្ឆាទិដ្ឋិព្រមទាំងសេចក្តីទុក្ខដែលកើតឡើងដោយជួបជាមួយនឹងអគិភ័យនឹងនិយាយអំពីទុក្ខណាអវិជ្ជាគឺការដែលមិនស្គាល់ទុក្ខហើយយើងរកទុក្ខទាំងអស់មកហើយនៅបន្តទៀតទី2